ពេលដែលបងប្អូនទាំងអស់គ្នាចាប់គេបានហើយបងប្អូនទាំងអស់គ្នាក៏ឲ្យម្ចាស់កោះនោះធ្វើស្បែកជើងដៃមកគូឲ្យគេជាអ្នកពាក់ដល់ខ្លួនឯងស្បែកជើងនោះជាប់នៅនឹងជើងមិនអាចដោះចេញបាននោះទេ很好គួរឲ្យខ្លាចណានេះគេហៅថាខ្លួនធ្វើបាបខ្លួនហើយចុះក្រោយមកតាពីនោះមកក៏បាត់ដំណឹងម្ចាស់កោះនោះហើយក្រោយមកក៏ស្រាប់តែឮសូរមហាចៅធាសៀននេះហើយជាងនេះទៅទៀតនោះឈ្មោះមហាចៅធាសៀននេះមិនមែនមានតែម្នាក់ទេគេជាបកជាក្រុមបើតាមការរាយការណ៍ឲ្យដឹងធាសៀនធ្វើសកម្មភាពក្នុងមួយយប់ច្រើនកន្លែងសម្រាប់មនុស្សរាប់មិនអស់ប៉ុន្តែមនុស្សដែលគេសម្លាប់នោះគឺចេញពីដៃឃាតករតែមួយប៉ុណ្ណោះទេមិនច្រើនប្រមាណឡើយឬមកធាសៀននេះចេះបំបីខ្លួនទៅណោះគេចេះបំបីខ្លួនយ៉ាងណាខ្ញុំក៏មិនដឹងដែរខ្ញុំសន្និដ្ឋានថាចាប់គេឲ្យបានលោកសេហ្វុងដឹងថាធ្វើយ៉ាងណាហើយឬនៅនៅទេប៉ុន្តែខ្ញុំជឿថាមិនយូរប្រហែលទេយើងនឹងមានការធ្វើជាមិនខានយ៉ាងម៉េចមកដូរវិញជាមួយខ្ញុំហ៎មិនមែនទេយ៉ាងណាក៏ខ្ញុំជាមេបកមួយដែរមេរឿងអីស្ដាប់បញ្ជាក្មេងៗនោះនេះមិនមែនជារឿងតូចតាចដែលយើងគួរតែមានចិត្តទូលាយបន្តិចទៅកុំប្រកាន់ជាមួយនឹងក្មេងៗទាំងនោះអីឥឡូវនេះដល់ពេលលោកម្ដងហើយខ្ញុំទៅសម្រាប់ហើយណាខ្ញុំដូចជាមិនអស់ចិត្តទាល់សោះហើយយ៉ាងម៉េចមករកខ្ញុំមែនទេយ៉ាងម៉េចមានអ្វីចង់និយាយទេហ្នឹងជាការពិតណាស់យើងស្គាល់គ្នាយូរឆ្នាំយើងមិនជឿថាលោកជាអ្នកធ្វើនោះទេណាទេខ្ញុំមិនបានធ្វើអ្វីឡើយអ្វីដៃរបស់លោករហ័សរហួនខ្ញុំទទួលស្គាល់ក៏ប៉ុន្តែណាលោកសេហ្វុងហើយអ្វីបានជាឯងថាគេជាឃាតករសម្រាប់មនុស្សលោកសុងមុននេះលោកនិយាយបានន័យថាម៉េចខ្លះទៅនឹងខ្ញុំថាគាត់ហើយគឺអត់ផឹកស្រាយូរឆ្នាំហើយហើយអ្វីក៏ថ្ងៃនេះផឹកស្រាស្បើមខ្លាំងម្ល៉េះគាត់ឲ្យគេផឹកស្រាគឺព្រោះតែចង់លាក់បាំងនឹងរឿងអក្រិតកម្មរបស់គេដើម្បីមិនឲ្យអ្នកទាំងអស់គ្នាដឹងថាគេគឺជាឃាតករតែប៉ុណ្ណោះទេតាមមែនទេតែទោះយ៉ាងណាក៏ដោយក៏មិនអាចចោទថាគេជាឃាតករសម្រាប់មនុស្សបាននោះដែរណាប៉ុន្តែណាហើយដូច្នេះហើយខ្ញុំនៅលោកមេកងជិញគឺពិនិត្យនៅកន្លែងការហេតុម្ដងហើយម្ដងទៀតគឺសុទ្ធតែដូចជាធូបការបែកបាក់ខ្ទេចខ្ទីនៅពេលដែលយើងពិនិត្យជនរងគ្រោះជាពិសេសនៅក្រៅខ្នងរបស់ជនរងគ្រោះគឺមិនឃើញបំបែកដូចជាធូបការនេះទេនៅលើខ្លួនរបស់គាត់នោះបែរជាមានកំទេចជាប់នៅលើខ្លួនហើយនេះខ្ញុំជឿថាក្រៅពីឃាតករសម្លាប់មនុស្សគេធ្វើឲ្យបែកធូបការដើម្បីបញ្ឆោតឲ្យពួកយើងថានៅទីនេះគឺមានការកាប់ចាក់គ្នាធ្វើឲ្យបែកបាក់ធូបការហើយម្យ៉ាងទៀតធ្វើឲ្យដៃរបស់ជនរងគ្រោះគឺមិនអន់នោះទេរឿងហេតុអ្វីបានជាបណ្ដោយឃាតករចាក់ពីក្រោយខ្នងសម្រាប់ងាយខ្លាំងម្ល៉េះហើយដូច្នេះហើយជនរងគ្រោះគឺមិននឹកស្មានថាឃាតករគឺនៅគៀកខ្លួនគេសម្រាប់គេនោះទេការពិនគឺលោកទេតែមិនតដល់ម៉ោងចូលមកឯណាមិនចាំបាច់សម្ដែងល្ខោនមិនចាំបាច់យកចិត្តទុកដាក់ពេកនោះទេកាប់គឺលោកទេមិនតដល់ម៉ោងចូលមកឯណាមិនបាច់សម្ដែងលខោនមិនចាំបាច់យកចិត្តទុកដាក់ពីទេយ៉ាគាត់ហើយអើយមិនអាចនិយាយចេញបាសនោះទេយើងគឺបានសន្យានឹងគេត្រូវតែធ្វើឲ្យពេញលក្ខណៈទៅបានមែនលោកនិយាយត្រូវណាស់អេមកបើថាជនរងគ្រោះស្លាប់ដោយសារគាត់ហើយសម្លាប់អញ្ចឹងខ្លួនរបស់គេមានជាប់ឈាមនិងអាវុធរបស់គេក៏ជាប់ឈាមដែរហើយមែនទេហើយដូច្នេះហើយបានជាខ្ញុំនឹងឲ្យលោកមកនៅកន្លែងកាន់ហេតុពិនិត្យម្ដងទៀតខ្ញុំជឿថារយៈពេលដ៏ខ្លីនោះគេលាក់អាវុធគឺមិនតាន់យកមកទេប៉ុន្តែគេមានគម្រោងរួចទៅហើយ
ហើយមនុស្សស្មានសោះថាខ្ញុំឲ្យគេបិទកន្លែងការហើយមិនឲ្យអ្នកណាចេញចូលហើយដូច្នេះហើយបានជាឯងដកអាវុធនេះទុកមិនទាន់នេះគឺជាកម្រិតរបស់ឯងនៅលើធ្នើនោះលោកសៀវហ្វុងឯងនិយាយតែផ្ដាស់ខ្ញុំសង្ស័យកន្លែងកើតហេតុឲ្យខ្ញុំឡើងទៅពិនិត្យខាងលើបានដែរទេមេកងចេញលោកមេកងចេញលោកចង់ធ្វើអីនោះគាត់ឲ្យខ្ញុំមិនចង់និយាយទេតាមពិតឯងគ្រាន់ក្របអុកតូចមួយដើម្បីបញ្ឆោតឲ្យពួកយើងងាយស្រួលដល់មហាចៅបិសាចធាសៀមានពេលដើម្បីលួចវត្ថុដ៏មានតម្លៃនោះតើមែនដែរទេមិនបានជាឯងធ្វើយ៉ាងនេះពិតមែនខ្ញុំសម្រាប់មនុស្សតែខ្ញុំមិនចង់ណែហេតុអីអ្នកណាបញ្ជាឯងគេគាត់ឲ្យអ្នកណាបញ្ជាគេគាត់ឲ្យគាត់ឲ្យគាត់ឲ្យនេះគាត់ឲ្យអីយ៉ាងម៉េចហើយនឹងគេឈប់សិនជ្រុលពេលហើយមើលហោះយឺតពេលបាត់ទៅហើយណាឯងចង់រតនាទៀតគឺអញទេអញរតនាមិនរួចទេតើឯងជាអ្នកណាទៅអ្នកណាឲ្យឯងមកទីនេះគេព្រះអង្គហ្វាហែកឲ្យយើងមកក៏ប៉ុន្តែជាព្រះអង្គមិនសោយរាជអ្នកទាំងអស់គ្នាឃើញយើងមិនក៏មិនថ្វាយបង្គំភ្លាមទៅអញ្ចឹងនាងជាព្រះជាយាកងោកហើយមិនខុសទេនាងគុំសង្ឃឹមថាពួកឯងទាំងអស់គ្នានេះអាចយករូបចម្លាក់ព្រះបានឲ្យសោះណាព្រះជាយាកូនក្មេងទាំងអស់នោះមកធ្វើអីកុំអើអពេកជាពិសេសគឺឯងលោកសៀវហ្វុងចាំរត់លឿនគឺនំសែវពួកចាស់ចាំនាំគ្នាទៅផ្លូវសម្ងាត់ទៅចាំមកលឿន
ជាសម្លេងអីនេះជាទឹកហូរពីលើអាងទឹកប្រហែលជាបែកហើយណាពុកគិតយ៉ាងម៉េចទៅណាមិនរួចទេលោកម្ចាស់ឆាប់រំឈប់បាយទៅមែនទេលោកម្ចាស់ឆាប់រំឈប់បាយទៅយើងប្រកាសជាស្លាប់នៅទីនេះណាលោកម្ចាស់តើមានចរណាផ្សេងទេចរចេញមានតែមួយទៀតណាលោកម្ចាស់គិតតែច្បាស់ម្ដងទៀតទៅមើលនឹកឃើញហើយយកចិញ្ចៀនរបស់ឯងមកឲ្យយើងមកចិញ្ចៀនមែនទេទៅនេះពួកឯងទាំងអស់គ្នាឆាប់មកតាមខ្ញុំភ្លាមមកឲ្យលឿនលោកម្ចាស់ប៉ាកន្លែងនេះជាកន្លែងណាតើមានប្រយោជន៍អីសម្រាប់រូបលោកដែរទៅហ្នឹងសម្មាសម្ពុទ្ធព្រះជាម្ចាស់ជួយយើងទាំងអស់គ្នាជៀសផុតពីគ្រោះថ្នាក់សូមឲ្យបានសុខទៅចោមើលទៅពួកយើងទាំងអស់គ្នាប្រកាសស្លាប់នៅទីនេះហើយដល់ពេលនោះកុំភ្លេចធ្វើបុណ្យឲ្យពួកយើងទាំងអស់គ្នាផងចុះអ្មេចបានជាលោកម្ចាស់និយាយដូច្នេះខ្ញុំបាននិយាយហើយទីនេះមានផ្លូវតែមួយកុំភ្លេចឲ្យសោះខាងលើសុទ្ធតែជាទឹកទាំងអស់នោះបានន័យថាខាងលើទន្លេមួយមែនទេមែនហើយយើងចេញទៅណាមិនរួចទេហើយក៏គ្មានផ្លូវបកក្រោយដែរលោកម្ចាស់នេះជាបន្ទប់សម្ងាត់សាងសង់ដោយខ្លួនឯងហើយដើម្បីបានជាគ្មានចោលចេញបន្ទប់សម្ងាត់នេះសម្រាប់ទុកថ្វាយព្រះអង្គថ្មីឡើងសោយរាជមិនឲ្យអ្នកណាដឹងទេពេលទ្វារនេះបិទហើយមិនអាចបើកបានឡើយកាលនោះអ្នកដែលចង់សោយរាជត្រូវនៅទីនេះ3ថ្ងៃដើម្បីឆ្លងកាត់ការតស៊ូទើបអាចឡើងសោយរាជបានណាហើយនេះយើងត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនបើមិនចឹងវីវហើយបើអញ្ចឹងប្រកាសជាមានច្រកចេញហេតុអីបានជាគ្មានគូឲ្យស្ដាយណាស់គេប្រាប់ខ្ញុំឲ្យចូលមកបានតែអត់ប្រាប់ខ្ញុំថាចេញទៅយ៉ាងម៉េចទេលោកម្ចាស់គឺជាម្ចាស់បន្ទប់សម្ងាត់នេះ